ថ្ងៃនេះបើអ្នកជាបុរសអ្នកត្រូវតា upgrade ខ្លួនឯងហេតុអ្វីអ្នកមិនអាចពន្យាពេលបានទេ 2.1 ពាក្យថ្ងៃស្អែកជាសត្រូវដាក់ផ្ទាល់ស្អែកហើយជាពាក្យដែលបំផ្លាញសក្តានុពលរបស់បុរសឲ្យបែកបាក់ជារំពេចគ្រប់គ្នាចង់ធ្វើអ្វីមួយចាប់ផ្ដើមហាត់ប្រាណចាប់ផ្ដើមអាជីវកម្មចាប់ផ្ដើមអានសៀវភៅចាប់ផ្ដើមអភិវឌ្ឍខ្លួនប៉ុន្តែពេលសួរថាពេលណាពួកគេនិយាយស្អែកហើយស្អែកនោះមិនដែលមកដល់ទេពាក្យថ្ងៃស្អែកជាពាក្យដែលស្ងៀមស្ងាត់បំផុតប៉ុន្តែវាឃាតបុរសជាច្រើន 2.2 ពេលវេលាគឺជារឿងមិនអាចគ្រប់គ្រងវិញបានអ្នកអាចសងប្រាក់វិញបានបង្រៀនជំនាញវិញបានតែពេលវេលាមិនអាចបុរសជាច្រើននិយាយថាខ្ញុំគ្មានពេលប៉ុន្តែជាក់ស្ដែងគឺគេមិនដាក់ពេលវេលាជាអាទិភាពគេមានពេលសម្រាប់ scroll phone 2 ម៉ោងមានពេលសម្រាប់កម្សាន្ត3សប្តាហ៍មានពេលសម្រាប់ជប់ហាត់ប្រាណពីព្រោះឈឺពោះប៉ុន្តែមិនមានពេលសម្រាប់សាងសង់ជីវិតខ្លួនឯងបុរសពិតមិននិយាយថាខ្ញុំគ្មានពេលទេគេនិយាយថាខ្ញុំនឹងកាត់ចោលរឿងមិនសំខាន់ដើម្បីធ្វើអ្វីដែលខ្ញុំត្រូវធ្វើ 2.3 ជីវិតមិនរងចាំអ្នកពេលវេលាឆ្លងកាត់ទៅការធ្លាក់ខ្សោយការឈឺចាប់ផ្លូវចិត្តវាមិនរងចាំអ្នកឡើងវិញដើម្បីចាប់ផ្ដើមទេបុរសជាច្រើនចាំពេលគ្មានសម្ពាធចាំពេលមានសុទ្ធសាងប៉ុន្តែវាមិនដែលមានពេលល្អឥតខ្ចោះនោះទេដូច្នេះប្រសិនបើអ្នកមិនចាប់ផ្ដើមថ្ងៃនេះអ្នកនឹងនៅតែជាមនុស្សដដែលប៉ុណ្ណោះនៅឆ្នាំក្រោយតែអាយុកំពុងចាស់កន្លែងប្រកួតកាន់តែសាហាវអ្នកអាចជ្រើសរើសឈឺចាប់ក្នុងការរីកចម្រើនឬឈឺចាប់ក្នុងការស្នាក់លើដដែល 2.4 អ្នកកំពុងបង្ហាញលទ្ធផលមួយចំនួនទៅហើយពេលអ្នកមិនធ្វើអ្វីទេវាមិនមែនជាការឈប់សម្រាកទេវាជាសកម្មភាពដ៏ច្បាស់នៃការពន្យាពេលអ្នកកំពុងបង្ហាញលទ្ធផលមួយនៅពេលនេះហើយរាងកាយដែលខ្សោយទឹកប្រាក់ដែលមានតិចចិត្តដែលហួសចិត្តទំនាក់ទំនងដែលបែកបាក់ទាំងនេះជាលទ្ធផលនៃការមិនធ្វើអ្វីទាំងអស់គ្នាវាមិនមែនដោយសារគេធ្វើបាបអ្នកទេវាជាលទ្ធផលនៃការអនុញ្ញាតឲ្យពេលវេលាចំណាយដោយឥតគោលដៅ 2.5 អ្នកពន្យាពេលព្រោះអ្នកមិនយល់ពីតម្លៃនៃខ្លួនឯងការពន្យាពេលមិនមែនជាសភាពធម្មតាទេវាគឺជាអាការៈនៃការបាត់បង់ការគោរពខ្លួនឯងអ្នកមិនចាប់ផ្ដើមធ្វើអ្វីមួយព្រោះអ្នកមិនជឿថាខ្លួនឯងគួរតែទទួលបានជោគជ័យបុរសដែលចេះ upgrade ខ្លួនឯងគឺអ្នកដែលចេះសម្រេចចិត្តថាខ្ញុំគ្រប់គ្រាន់សម្រាប់ចាប់ផ្ដើមខ្ញុំគ្រប់គ្រាន់សម្រាប់ក្លាយជាបុរសថ្មី 2.6 ពេលណាល្អសម្រាប់ចាប់ផ្ដើមពេលនេះមិនមែនថ្ងៃស្អែកមិនមែនចុងសប្តាហ៍មិនមែនបន្ទាប់ពីសម្រាកតែថ្ងៃនេះព្រោះអីអ្នកនៅរស់អ្នកនៅមានឱកាសអ្នកនៅមានសម្ពាធវាជាអំណោយអ្នកនៅអាចធ្វើអ្វីមួយសម្រាប់ជីវិត 2.7 មិនចាប់ផ្ដើមថ្ងៃនេះនោះចាំសរសេរការសោកស្ដាយនៅថ្ងៃក្រោយបើអ្នកមិនចាប់ផ្ដើមថ្ងៃនេះអ្នកនឹងមានចំនួនវាជាយ៉ាងណាបាច្រើនណាស់នៅថ្ងៃស្អែកវាជាយ៉ាងណាបើខ្ញុំចាប់ផ្ដើមហាត់ប្រាណពីឆ្នាំមុនវាជាយ៉ាងណាបើខ្ញុំរកប្រាក់ចំណេញពីអាយុ25វាជាយ៉ាងណាបើខ្ញុំបានថែរក្សាភាពជាអ្នកដឹកនាំខ្លួនឯងសំណួរទាំងនោះនឹងបន្តចេញឲ្យសំណួរថ្មីមួយហេតុអ្វីបានជាខ្ញុំមិនចាប់ផ្ដើមទេ